លោកសំរងស៊ីថាលោកហ៊ុនសែនអាចប្រឈមនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិតាមឧក្រិដ្ឋកម្មដែលលោកហ៊ុនសែនបានប្រព្រឹត្តចាប់តាំងពីទសវត្សរ៍ទី80រហូតមកដល់ពេលបច្ចុប្បន្នប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីលើកឡើងថាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនដែលធ្លាប់ជាអតីតកម្មាភិបាលខ្មែរក្រហមអាចនឹងប្រឈមជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មដែលលោកហ៊ុនសែនបានប្រព្រឹត្តក្នុងរយៈពេលជាង4ទសវត្សរ៍ចាប់តាំងពីទសវត្សរ៍ទី80រហូតដល់បច្ចុប្បន្នប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីនៅថ្ងៃទី12ខែមីនា បានបង្ហោះសារនៅលើទំព័រ Facebook ថាអតីតកម្មាភិបាលខ្មែរក្រហមលោកហ៊ុនសែនអាចប្រឈមជាមួយទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICJ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិលើករណីជាច្រើនលោកសំរងស៊ីបានសរសេរនៅលើទំព័រទាំងនោះថាយុទ្ធនាការក5ដែលសម្លាប់មនុស្សរាប់ម៉ឺននាក់ការគប់គ្រាប់បែកនិងរដ្ឋប្រហារកាលពីឆ្នាំ1997ដែលសម្លាប់មនុស្សរាប់រយនាក់ការបាញ់ប្រហារទៅលើក្រុមបាតុករឆ្នាំ2013និងឆ្នាំ2014ការសម្លាប់បុគ្គលល្បីៗមួយចំនួនមានអ្នកស្រីពិសិដ្ឋពីលកាបណ្ឌិតកែមលីលោកជាវិជានិងការរឹបអូសដីធ្លីរបស់ពលរដ្ឋរួមទាំងការបំផ្លាញព្រៃឈើជាដើមការលើកឡើងរបស់មេបកប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីប៉ូលីសអង្គាប៉ូលសហការជាមួយនឹងប៉ូលីសហ្វីលីពីនបានចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី11ខែមីនាតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រួមទាំងការចាប់ខ្លួនគេបាច់បញ្ជូនអតីតដឹកនាំហ្វីលីពីនរូបនេះទៅប្រទេសហូឡង់ជាទីតាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីកាត់ទោសអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងអាណត្តិដឹកនាំរបស់លោករយៈពេល6ឆ្នាំគឺសម្លាប់មនុស្សចំនួន6000នាក់ក្នុងយុទ្ធនាការបង្ក្រាបនិងប្រឆាំងគ្រឿងញៀនរីឯក្រុមសិទ្ធិមនុស្សវិញអះអាងថាការសម្លាប់មនុស្សប្រមាណជាង30000នាក់ប្រធានាធិបតីហ្វីលីពីនគឺលោកប៊ុងម៉ាហ្គូសបានប្រាប់អ្នកកាសែតភ្លាមៗកាលពីថ្ងៃទី11មិនិនាថាលោកមានកាតព្វកិច្ចធ្វើតាមសំណើរបស់ Interpol ដើម្បីចាប់ខ្លួនអតីតប្រធានាធិបតីលោកតែលោកថាប៉ូលីសថើប៉ូលបានជំរុញនិងជំនួយពីលោកហើយលោកមានកាតព្វកិច្ចដើម្បីអនុវត្តតាមពីព្រោះលោកមានការបដិញ្ញាចិត្តចំពោះប៉ូលីស Interpol ដែលត្រូវតែអនុវត្តតាមប្រសិនបើលោកមិនធ្វើបែបនេះពួកគេនឹងមិនជួយរដ្ឋាភិបាលរបស់លោកក្នុងករណីផ្សេងៗដែលពាក់ព័ន្ធទៅនឹងភ្ញៀវភៀសខ្លួនរបស់ហ្វីលីពីនឬក៏បរទេសផ្សេងទៀតនោះទេពាក់ព័ន្ធនឹងបញ្ហានេះអ្នកជំនាញច្បាប់និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោកវ៉ាន់ចាន់ឡូតបានបង្ហោះសារលើទំព័រ Facebook ថាបទឧក្រិដ្ឋកម្មអន្តរជាតិធំៗគឺមាន3ដូចជាឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមលោកថាមេដឹកនាំប្រទេសមួយចំនួនដូចជាប្រធានាធិបតីប្រទេសរុស្ស៊ីលោកវ៉ាឌីមៀពូទីនអតីតមេដឹកនាំផ្ដាច់ការនៅប្រទេសរុស្ស៊ីលោកបាហ្សាអាល់អាហ្សាមេដឹកនាំយោធាមីយ៉ាន់ម៉ាឬភូមាសពថ្ងៃគឺនាយឧត្តមសេនីយ៍មីងអ៊ុងលៀងនិងអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលទើបនឹងបានចាប់ខ្លួនជាដើមចំណែកឯនៅកម្ពុជាវិញលោកបន្ថែមថាអ្នកកាន់អំណាចអាចប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិតាមរយៈអំពើឃាតកម្មនយោបាយការចាប់មនុស្សដាក់ពន្ធនាគារការធ្វើទារុណកម្មការធ្វើទុកបុកម្នេញក្រោមហេតុផលនយោបាយនិងការចិញ្ចឹមចិត្តបង្កើតច្បាប់ដាក់មនុស្សក្រមដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលជាភេរវករជាដើមលោកវ៉ាន់ចាន់ឡូតមានប្រសាសន៍គឺជាការឆ្លុះបញ្ចាំងមួយដ៏មានអត្ថប្រយោជន៍នោះគឺជាការដឹកនាំនៅពេលដែលខ្លួនយើងទទួលបានអំណាចពីប្រជាពលរដ្ឋត្រូវបានប្រើប្រាស់អំណាចនោះបម្រើឲ្យប្រជាពលរដ្ឋនៅការបំពានអំណាចប្រើប្រាស់អំណាចក្នុងផ្លូវខុសដែលឈានទៅដល់ការប្រព្រឹត្តបទឧក្រិដ្ឋកម្មដែលអន្តរជាតិ
Case of ខ្ពើមក្នុងនោះមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម RFACK នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានដើម្បីសុំឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី12ខែមីនាប៉ុន្តែលោកសុកអេសានប្រាប់ RFACK ថារឿងដែលកើតឡើងនៅប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោកឌុយតេទេគឺនឹងស្ថានភាពនៅកម្ពុជាសម័យលោកហ៊ុនសែនខុសគ្នាដូចមេឃនឹងដីលោកថាលោកហ៊ុនសែនមិនបានប្រព្រឹត្តអ្វីជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះទេហើយថាបើមានអ្នកណាមិនអស់ចិត្តពួកគេអាចមានសិទ្ធិប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិលោកសុកអេសានមានប្រសាសន៍ការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនមិនមែនមានទោសកំហុសអ្វីធ្លាក់ទៅដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឬក៏ប្រឆាំងទៅនឹងសិទ្ធិមនុស្សអីទេដូច្នេះលោកឌុយតេព្រោះលោកឌុយតេខ្ញុំយល់ក្នុងនាមខ្ញុំជាប្រធានាធិបតីហ្វីលីពីនខ្ញុំក៏ប្រើវិធានការក្តៅដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននឹងដែរអានឹងគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ក្នុងការទទួលខុសត្រូវរបស់គាត់អ្វីត្បិតតែអ្នកដឹកនាំគណៈបកកាន់អំណាចរូបនេះអះអាងយ៉ាងដូចនេះក៏ដោយក៏មេធាវីការពារអាមេរិកកាំងតំណាងឲ្យក្រុមហ៊ុនសម្ព័ន្ធអ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សលោក Morton Class កាលពីដើមឆ្នាំ2014បានដាក់បណ្ដឹងព្រហ្មទណ្ឌលើមេដឹកនាំគណៈបកប្រជាជនកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទរំលោភសិទ្ធិមនុស្សនិងរារាំងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហមចំណែកមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកម៉ែនសុថាវរិនប្រាប់អ្នកសារព័ត៌មានថាលោកហ៊ុនសែននឹងអាចប្រឈមតួនាទីជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិដោយសារតែអំពើមួយចំនួនដោយដែលលោកសំរងស៊ីលើកឡើងគណៈពលរដ្ឋនិងអ្នកការពារសិទ្ធិមនុស្សបានដាក់ពាក្យបណ្ដឹងជាច្រើនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិលើលោកហ៊ុនសែនអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិលោកប៉ែនសុថាវរិនមានប្រសាសន៍ដល់លោកហ៊ុនសែនហើយដែលគាត់ធ្វើបាបគេច្រើនមែនទែនយើងមើលទៅតាមរឿងអស់ទាំងនឹងពីសតវត្សទី80ដូចជាប្រធានស្ដីទីលោកសំរងស៊ីគាត់សរសេរអញ្ចឹងអស់ទាំងនឹងគឺឧក្រិដ្ឋកម្មមែនទែនដែលរឿងនិទានភាពមិនអាចជៀសផុតទេបុគ្គលណាក៏ធ្វើមិនជៀសផុតអ្នកនោះមានអំណាចយ៉ាងណាក៏ដោយក៏ចាប់អំណាចតុលាការគេនឹងចាត់ចែងហើយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីជំនាន់លោកហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងបន្តមកដល់កូនប្រុសលោកគឺលោកហ៊ុនម៉ាណែតរងការរិះគន់ជុំទិសពីការបង្ក្រាបវប្បធម៌នីតិរដ្ឋភាពនៅកម្ពុជាតាមរយៈឃាតកម្មលើបុគ្គលល្បីៗដូចជាបកៅប្រព័ន្ធច្បាប់អ្នកស្រីពិសិដ្ឋពីលកាព្រះសង្ឃសំប៊ុនធឿនលោកឈុនពុទ្ធីលោកជាវិជាលោកបណ្ឌិតកែមលីលោកលឹមកិត្យារហូតទៅដល់អ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំសហជីពជាច្រើនរូបទៀតក្រៅពីនេះរដ្ឋាភិបាលត្រកូលហ៊ុនរងការរិះគន់ថាមានអំពើបណ្ដេញពលរដ្ឋដោយបង្ខំរាប់ម៉ឺនគ្រួសារចេញពីលំនៅឋាននិងការបំផ្លាញធនធានធម្មជាតិរួមទាំងព្រៃឈើជាដើមប្រការទាំងនេះហើយទើបអ្នកនយោបាយប្រឆាំងនឹងអ្នកជំនាញផ្នែកច្បាប់លើកឡើងថាអតីតកម្មាភិបាលខ្មែរក្រហមនិងជាប្រធានគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែនអាចនឹងប្រឈមជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិនៅពេលខាងមុខលោកវ៉ាន់ចិនឡូតគូសបញ្ជាក់ថាបទឧក្រិដ្ឋកម្មអន្តរជាតិធំទាំង3ខាងលើគឺពុំមានអាយុកាលឡើយហើយមនុស្សគ្រប់រូបជាបុគ្គលឬក៏ជាក្រុមរដ្ឋឬអង្គការអាចផ្ដល់ព័ត៌មានឧក្រិដ្ឋកម្មនៅការិយាល័យរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបានអ្នកជំនាញថាពលរដ្ឋជាច្រើនកំពុងជួបវិបត្តិជំងឺផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែបញ្ហាសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះអ្នកជំនាញផ្នែកសុខាភិបាលនិងសុខភាពផ្លូវចិត្តលើកឡើងថាបច្ចុប្បន្នពលរដ្ឋកាន់តែច្រើនជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនិងស្រាលដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារខ្លះខ្វះខាតជំពាក់បំណុលនិងវិបត្តិសង្គមផ្សេងខណៈដែលរដ្ឋាភិបាលនៅពុំទាន់បានដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពនោះទេពួកគេថាវិបត្តិផ្លូវចិត្តនេះជាបញ្ហាធំដែលរដ្ឋាភិបាលត្រូវទទួលខុសត្រូវព្រោះពាក់ព័ន្ធនឹងអាយុជីវិតពលរដ្ឋបើទោះបីជារដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតនិងប្រធានប្រសិទ្ធិលោកហ៊ុនសែន
តែងតែបង្ខំឲ្យពលរដ្ឋរីករាយជាមួយការដឹកនាំក្រោមលុបសន្តិភាពរបស់ពួកគេយ៉ាងណាក្តីក៏កាលពីថ្មីនេះក្រសួងសុខាភិបាលរកឃើញថាពលរដ្ឋជិត3សែននាក់មានវិបត្តិផ្លូវចិត្តក្នុងឆ្នាំ2024ទន្ទឹមនឹងនេះអ្នកជំនាញបារម្ភថាវិបត្តិផ្លូវចិត្តនឹងប៉ះពាល់ដល់អាយុជីវិតពលរដ្ឋដោយសារតែវិបត្តិគ្រួសារវិបត្តិសេដ្ឋកិច្ចមានចំណូលទៀងទាត់និងជំពាក់បំណុលធនាគារវ៉ាន់កវិបត្តិផ្លូវចិត្តរបស់ពលរដ្ឋកើតឡើងយូរហើយដែលហាក់គ្មានអ្នកអើពើប្រធានសហគមន៍អ្នកប្រឹក្សាយោបល់និងអ្នកចិត្តសាស្ត្រលោកហ៊ឿនសេនថលប្រាប់អ្នកសារព័ត៌មានថាវិបត្តិផ្លូវចិត្តរបស់ពលរដ្ឋបានកើតឡើងជាយូរមកហើយប៉ុន្តែបញ្ហាទាំងនេះរដ្ឋាភិបាលហាក់ពុំអើពើយកចិត្តទុកដាក់ក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាពនៅឡើយជាពិសេសលោកថាវិបត្តិផ្លូវចិត្តបានបង្កជាផ្លូវឆ្លងជំងឺទៅដល់ក្មេងៗជំនាន់ក្រោយតាមរយៈសកម្មភាពប្រចាំថ្ងៃដែលបង្ហាញឲ្យឃើញពីឥរិយាមួលម៉ៅធុញថប់សម្ដីខឹងច្រឡោតនិងប្រើអំពើហិង្សាក្នុងគ្រួសារលោកបញ្ជាក់ថាបញ្ហាផ្លូវចិត្តអាចបណ្ដាលមកពីកត្តាជាច្រើនក្នុងនោះបញ្ហាសង្គ្រាមវិបត្តិសង្គមនិងកត្តាជីវភាពខ្វះខាតជាដើមលោកហ៊ឿនសុផលមានប្រសាសន៍នៅពេលដែលយើងប្រឈមនឹងជីវភាពក្រីខរភាពអត់ឃ្លានខ្វះខាតវាប៉ះពាល់ទាំងអស់ទាំងសុខុមាលភាពផ្នែកសង្គមផ្នែកផ្លូវចិត្តនិងផ្នែករាងកាយគឺប៉ះពាល់ទាំងអស់អញ្ចឹងទាំងអស់នឹងយើងមើលឃើញទាំងអស់គ្នាពីផលប៉ះពាល់អញ្ចឹងចង់ឲ្យវាពាក់ព័ន្ធគ្នាទាំងអស់លោកបន្តថាបញ្ហាផ្លូវចិត្តរបស់ពលរដ្ឋសពថ្ងៃមានចាប់ពីចន្លោះវ័យ19ឆ្នាំដល់20ឆ្នាំឡើងព្រោះគឺជាវ័យដែលត្រូវទទួលបន្ទុកគ្រួសារទន្ទឹមនឹងនោះលោកសង្កេតឃើញថាសេវាផ្នែកផ្លូវចិត្តនៅកម្ពុជានៅមានតិចតួចហើយពុំទាន់មានប្រសិទ្ធភាពបានទូលំទូលាយដែរលោកបន្តថាពលរដ្ឋខ្លះដឹងថាខ្លួនមានវិបត្តិផ្លូវចិត្តតែពួកគាត់ហាក់ភ័យខ្លាចទៅព្យាបាលព្រោះមិនដឹងថាត្រូវព្យាបាលនៅទីណាឬរបៀបណារីឯនៅតាមមន្ទីរពេទ្យរដ្ឋឲ្យបានត្រឹមតែថ្នាំលេបពុំមានសេវាប្រឹក្សាយោបល់ផ្លូវចិត្តដែលធ្វើឲ្យអ្នកជំងឺមិនងាយជាសះស្បើយនោះទេលោកថាហាក់យល់ដឹងពីរឿងតាក់ទងទៅនឹងការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តនៅមានកម្រិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាលនៅឡើយចំណុចមួយទៀតខ្ញុំមិនទាន់ឃើញតើរដ្ឋាភិបាលមានកញ្ចប់ថវិកាក្នុងការបង្កើនធនធានផ្នែកប្រឹក្សាយោបល់ផ្លូវចិត្តនិងនៅក្នុងកម្រិតណាតើអត់ទាន់ឃើញថវិកាផែនការយុទ្ធសាស្ត្រតាក់ទងទៅនឹងការផ្ដល់ប្រឹក្សាផ្លូវចិត្តទៅនឹងឲ្យបានទូលំទូលាយក្រសួងបង្ហាញរបាយការណ៍ពលរដ្ឋមានជំងឺផ្លូវចិត្តនៅថ្ងៃទី3មិនិនាក្រសួងសុខាភិបាលបានចេញរបាយការណ៍បង្ហាញថាករណីអ្នកជំងឺផ្លូវចិត្តជិត3សែននាក់ក្នុងឆ្នាំ2024បើធៀបឆ្នាំ2023អ្នកជំងឺមានកម្រិតត្រឹមជាង 8,000 នាក់តែប៉ុណ្ណោះទោះបីជាយ៉ាងណាអ្នកជំនាញផ្នែកបញ្ហាផ្លូវចិត្តលើកឡើងថាការបង្កើតអត្រាអ្នកមានជំងឺផ្លូវចិត្តរបស់ក្រសួងបានត្រឹមតែមួយជ្រុងនៃអ្នកដែលបានប្រើប្រាស់សេវាប៉ុណ្ណោះប៉ុន្តែជាក់ស្ដែងមានពលរដ្ឋជាច្រើនកំពុងជួបវិបត្តិផ្លូវចិត្តប៉ុន្តែហាក់មិនហ៊ានមកព្យាបាលរហូតអ្នកខ្លះហ៊ានធ្វើអត្តឃាតខ្លួនឯងRFACK ក៏ពុំទាន់អាចតាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីអោមវ៉ាន់ឌិនដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជារ៉ាដើម្បីឆ្លើយតបជុំវិញរឿងនេះបាននៅឡើយទេយ៉ាងណាតាក់ទងនឹងរឿងនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកឈៀនរ៉ាបានថ្លែងក្នុងកម្មវិធីសន្និសីទរបស់ក្រសួងសុខាភិបាលលើកទី44នៅថ្ងៃទី3មិនិនាថាក្រសួងសុខាភិបាលបានរកឃើញអត្រាអ្នកជំងឺផ្លូវចិត្តមានការកើនឡើងច្រើនក្នុងឆ្នាំ2024បើធៀបនឹងឆ្នាំ2023លោកថាករណីនេះដោយសារតែពលរដ្ឋមានជំនឿចិត្តទៅលើសេវាកម្មនៅមន្ទីរពេទ្យសុខាភិបាលដែលធ្វើឲ្យពួកគាត់មកប្រើប្រាស់សេវាកម្មបានច្រើនទើបធ្វើឲ្យអត្រាអ្នកមានជំងឺផ្លូវចិត្តហាក់មានច្រើនជាងមុនតាក់ទងនឹងរឿងនេះអតីតមន្ត្រីជាន់ខ្ពស់នៃមន្ត្រីសុខាភិបាលខេត្តប៉ៃលិននិងជាមន្ត្រីគណៈបកភ្លើងទៀនប្រចាំខេត្តមួយនេះលោកខឹមនីកុសលយល់ថាបញ្ហាដែលកើតមានវិបត្តិផ្លូវចិត្តដោយសារតែរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនអសមត្ថភាពក្នុងការដឹកនាំ
ឲ្យពលរដ្ឋអាចទទួលបានការប្រើប្រាស់សេវាសាធារណៈបានត្រឹមត្រូវជាពិសេសលោកថាសេវាសុខាភិបាលគឺពោរពេញដោយអំពើពុករលួយនិងកង្វះគុណភាពក្នុងការព្យាបាលឲ្យបានត្រឹមត្រូវកសិករធ្វើឲ្យគ្រួសារមានជីវភាពខ្វះខាតភាគច្រើនមានបញ្ហាផ្លូវចិត្តលោកបន្ថែមថាបច្ចុប្បន្នអ្នកមានបញ្ហាផ្លូវចិត្តភាគច្រើនកើតមកលើអាជីវករប្រជាកសិករនិងគ្រួសារដែលមានជីវភាពខ្វះខាតដោយសារការជំពាក់បំណុលកើនឡើងនិងចំណូលគ្មានស្ថិរភាពទន្ទឹមនេះបញ្ហាផ្លូវចិត្តនេះក៏បានកើតឡើងមកលើពលរដ្ឋរងគ្រោះដីធ្លីនិងអ្នករងគ្រោះពីបញ្ហានយោបាយនិងការរំលោភសិទ្ធិរបស់អាជ្ញាធរក្រុងភ្នំពេញផងដែរលោកអះអាងថាបញ្ហាដែលមានឲ្យពលរដ្ឋមានវិបត្តិផ្លូវចិត្តច្រើនអាចជាចេតនារបស់ក្រុមមេដឹកនាំត្រកូលហ៊ុនដែលចង់បង្វែរឲ្យប្រជាពលរដ្ឋលែងខ្វាយខ្វល់រឿងនយោបាយនិងសង្គមជាតិលោកខឹមមនីកុសលមានប្រសាសន៍ពួកខ្ញុំមិនមើលឃើញពីកំណែទម្រង់ទេព្រោះពួកគាត់កំពុងតែឃ្លានអំណាចធ្វើយ៉ាងណាឲ្យតែពួកគាត់មានអំណាចពួកគាត់ធ្វើអីតាមតែអំពើចិត្តអញ្ចឹងវិបត្តិនឹងអត់មានអីដោះស្រាយទេវាកាន់តែធ្ងន់ធ្ងរទៅមុខទៀតកាលពីខែតុលាឆ្នាំ2023អង្គការ UNICEF បានចេញរបាយការណ៍រកឃើញក្នុងឆ្នាំ2022មនុស្សយ៉ាងហោចណាស់ជាង900នាក់បានស្លាប់ដោយសារធ្វើអត្តឃាតដែលភាគច្រើនមានចន្លោះពី15ដល់19ឆ្នាំដោយសារតែបញ្ហាជំងឺផ្លូវចិត្តជាមួយគ្នានេះប្រជាជនប្រមាណកន្លះលាននាក់ទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺបាក់ទឹកចិត្តនិងតប់ប្រមល់ភ័យខ្លាចដែលជាកត្តាចម្បងជំរុញឲ្យហ៊ានធ្វើអត្តឃាតក្នុងចំណោមអ្នកទាំងនោះមានប្រមាណ 88% នៃសិស្សនៅត្រឹមថ្នាក់មធ្យមសិក្សាឡើងទៅទទួលរងនៅបញ្ហាសុខភាពផ្លូវចិត្តអំឡុងពេលមានវិបត្តិជំងឺ COVID-19 ជាមួយគ្នានេះអ្នកជំនាញផ្នែកចិត្តសាស្ត្រលោកសេថលលើកឡើងថាបច្ចុប្បន្នវិបត្តិផ្លូវចិត្តរបស់យុវជនអស់ទាំងនោះគេនៅមិនទាន់ព្យាបាលឲ្យបានត្រឹមត្រូវឡើយដោយធ្វើឲ្យជំងឺនេះរីករាលដាលកាន់តែច្រើនលោកថាដំណោះស្រាយវិបត្តិផ្លូវចិត្តរដ្ឋាភិបាលនិងក្រសួងអប់រំគួរតែរៀបចំកម្មវិធីប្រឹក្សាយោបល់ផ្លូវចិត្តនៅតាមសាលារៀនទូទាំងប្រទេសក្នុងមួយសប្តាហ៍ម្ដងដើម្បីឲ្យពួកគាត់ស្វែងយល់ពីវិបត្តិផ្លូវចិត្តនិងវិធីដំណោះស្រាយលោកសេថលមានប្រសាសន៍ក្រសួងអប់រំគួរតែផ្ដោតយកចិត្តទុកដាក់ទៅលើផ្នែកប្រឹក្សាយោបល់ផ្លូវចិត្តតាមសាលារៀនការផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្តតាមសាលារៀនចឹងការផ្ដល់ប្រឹក្សាយោបល់នៅសាលារៀនក៏មានសារៈសំខាន់ជួយទៅដល់យុវជនផងដែរអ្នកជំនាញថាមនុស្សដែលមានវិបត្តិផ្លូវចិត្តគឺបង្ហាញអាការៈខឹងមួម៉ៅឆេវឆាវចិត្តមិនស្ងប់ដេកមិនលក់តាមតិនអារម្មណ៍ផ្លូវចិត្តអារម្មណ៍ប្រែប្រួលលឿនម្ដងត្រជាក់ម្ដងក្តៅហើយករណីនេះវានឹងជាវិបត្តិធ្ងន់ធ្ងរវង្វេងស្មារតីប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាបន្ថែមពីនេះពួកគាត់បារម្ភបច្ចុប្បន្នបើទោះបីជាអត្រាអ្នកកើតជំងឺផ្លូវចិត្តកើនឡើងប៉ុន្តែក្រសួងសុខាភិបាលនៅតែមិនទាន់មានសេវាប្រឹក្សាយោបល់ផ្លូវចិត្តឬសេវាអប់រំផ្លូវចិត្តនៅឡើយដែលធ្វើឲ្យការព្យាបាលនៅមានជំងឺយឺតយ៉ាវនិងមិនទាន់មានស្តង់ដារខណៈដែលមន្ទីរពេទ្យរដ្ឋអ្នកមានវិបត្តិផ្លូវចិត្តគឺផ្ដល់ជូនថ្នាំលេបតែប៉ុណ្ណោះអ្នកប្រឹក្សាយោបល់ពុំមានទេទើបធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅមន្ត្រីបកប្រឆាំងថាលោកហ៊ុនម៉ាណែតខ្លាចបារម្ភពលរដ្ឋទម្លាក់ចេញពីតំណែងមិនស្ដារលទ្ធិប្រជាធិបតេយ្យមន្ត្រីគណៈបកប្រឆាំងលើកឡើងថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតព្រួយបារម្ភរឿងពលរដ្ឋងើបឡើងឈរដើម្បីបញ្ចប់របបផ្ដាច់ការដែលដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុនលោកបន្តថាលោកហ៊ុនម៉ាណែតមិនបានបង្ហាញពីឆន្ទៈដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងវិបត្តិនយោបាយដែលកំពុងជាប់គាំងនោះទេការលើកឡើងនេះគឺបន្ទាប់ពីលោកហ៊ុនម៉ាណែតអះអាងថាក្នុងប្រទេសប្រជាធិបតេយ្យពលរដ្ឋទៅបោះឆ្នោតហើយមិនអាចទៅផ្ទះបោសទម្លាក់មេដឹកនាំបានទេគឺពលរដ្ឋទុកឱកាសឲ្យរដ្ឋាភិបាលកែលម្អចំណុចខ្វះខាត
បន្ទាប់ពីមេបកប្រឆាំងនិងយុវជននៅក្រៅប្រទេសមួយចំនួននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីឲ្យលោកហ៊ុនម៉ាណែតដោះស្រាយវិបត្តិជាតិនិងជំរុញឲ្យពលរដ្ឋនៅក្នុងស្រុកហ៊ានងើបឈរទម្លាក់លោកហ៊ុនម៉ាណែតចេញពីតំណែងពេលនេះលោកហ៊ុនម៉ាណែតអំពាវនាវកុំជំរុញពលរដ្ឋឲ្យបះបោរពីព្រោះប្រទេសប្រជាធិបតេយ្យគេផ្លាស់ប្ដូរមេដឹកនាំគ្មានការបះបោរទេគឺដោយការបោះឆ្នោតអតីតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអាតប្រាប់អ្នកសារព័ត៌មានថាលោកហ៊ុនម៉ាណែតកំពុងព្រួយបារម្ភពីជោគវាសនារបស់ខ្លួនដោយសារតែការដឹកនាំបែបផ្ដាច់ការនិងជាមេដឹកនាំដែលកើតចេញពីការបោះឆ្នោតคล้ายៗលោកបន្តថាចាប់តាំងពីត្រកូលហ៊ុនដឹកនាំឡើងប្រទេសជាង40ឆ្នាំមកហើយបានធ្វើឲ្យពលរដ្ឋរស់នៅក្នុងស្ថានភាពក្រីក្រគ្មានការងារធ្វើកសិផលគ្មានទីផ្សារឧក្រិដ្ឋជនតាមអនឡាញដូច្នេះការទម្លាក់មេដឹកនាំដែលមានអសមត្ថភាពចេញពីតំណែងគឺជារឿងត្រឹមត្រូវលោកអ៊ុំសំអាតមានប្រសាសន៍ត្រកូលហ៊ុនទាំងឪទាំងកូនទាំងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតគ្មានឆន្ទៈស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនិងការដោះលែងអ្នកទោសនយោបាយនោះទេហើយគ្មានបំណងរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែរប្រសិនបើស្ដារលទ្ធិប្រជាធិបតេយ្យទៅមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រកូលហ៊ុនទាំងឪនិងកូនដឹងខ្លួនឯងប្រកាសថាមិនឈ្នះតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នោះទេដូច្នេះហើយបានគាត់ព្យាយាមកំចាត់អ្នកប្រជាធិបតេយ្យប្រតិកម្មរបស់មន្ត្រីគណៈបកប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅថ្ងៃទី11ខែមីនាបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវណ្ណដាប្រមាណជាង 4000 នាក់ថាមានក្រុមមួយចំនួននៅក្រៅប្រទេសតែងផ្សារភ្ជាប់នឹងការដឹកនាំអសកម្មរបស់លោកដើម្បីជំរុញឲ្យពលរដ្ឋក្រោកឈរបះបោរប៉ុន្តែប្រជាធិបតេយ្យពលរដ្ឋមិនទម្លាក់មេដឹកនាំតាមរបៀបនេះទេលោកហ៊ុនម៉ាណែតអះអាងថាពលរដ្ឋ 80% ចេញទៅបោះឆ្នោតដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីដូច្នេះពលរដ្ឋមិនទម្លាក់រដ្ឋាភិបាលដែលទើបតែឡើងកាន់តំណែងរយៈពេល1ឆ្នាំនោះទេគឺពលរដ្ឋទុកឱកាសឲ្យរដ្ឋាភិបាលមានការដោះស្រាយបញ្ហាលោកហ៊ុនម៉ាណែតមានប្រសាសន៍ឲ្យតែអីតិចយករឿងចំណុចដែលខ្លាំងមកតិចតួចមកជាប់ជាមួយនឹងត្រូវក្រាបឈរឡើង5ឆ្នាំម្ដងងើបទៅបោះឆ្នោតម្ដងបានហើយប្រជាពលរដ្ឋ 80% ទៅបោះឆ្នោតហើយគាត់ផ្ដល់លទ្ធិឲ្យធ្វើការបន្តនៅប្រទេសប្រជាធិបតេយ្យអស់ទាំងនោះទៅបោះឆ្នោត1ឆ្នាំម្ដងបបួលគ្នាទម្លាក់ធ្វើអីទៀតគេទុកឱកាសឲ្យរដ្ឋាភិបាលគ្មានរដ្ឋាភិបាលមិនប្រឈមនឹងបញ្ហាទេជឿចោះកៅអីនេះគឺជាកៅអីដោះស្រាយបញ្ហាបើទោះបីជាលោកហ៊ុនម៉ាណែតថ្លែងពីការលើកឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោកគឺការចេញពីការបោះឆ្នោតរបស់ពលរដ្ឋក្តីក៏ប៉ុន្តែពលរដ្ឋដែលអ្នកនយោបាយបកប្រឆាំងមិនទទួលស្គាល់ការបោះឆ្នោតនោះឡើយដោយពួកគាត់ចាត់ទុកការបោះឆ្នោតនោះគឺគ្រាន់តែជាការបោះឆ្នោតបង្ក្រប់កិច្ចដើម្បីឲ្យលោកហ៊ុនសែនសម្រេចមហិច្ឆតាទេអំណាចឲ្យទៅកូនប្រុសរបស់លោកគឺលោកហ៊ុនម៉ាណែតតែប៉ុណ្ណោះលើសពីនេះមុនការបោះឆ្នោតមកដល់រដ្ឋាភិបាលក៏ប្រើប្រាស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបដើម្បីរារាំងគណៈបកភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហើយមន្ត្រីគណៈបកទាំងនោះភាគច្រើនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក៏រងនឹងការធ្វើទុកបុកម្នេញតាមប្រព័ន្ធតុលាការនិងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយសារពួកគេមិនព្រមចុះចូលជាមួយគណៈបកកាន់អំណាចជុំវិញរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសង្សានករណាមានប្រសាសន៍ថាលោកបានចុះអង្កេតការផ្ទាល់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ2023ដូច្នេះលោកថាការបោះឆ្នោតប្រព្រឹត្តទៅដោយមិនសេរីយុត្តិធម៌និងត្រឹមត្រូវនោះទេដោយសារតែពលរដ្ឋរងការបំផិតបំភ័យពីរដ្ឋាភិបាលលោកបន្តថាប្រសិនបើពលរដ្ឋទម្លាក់រដ្ឋាភិបាលមិនមែនជារឿងខុសនោះទេពីព្រោះរដ្ឋាភិបាលអសមត្ថភាពដឹកនាំប្រទេសម្យ៉ាងទៀតលោកហ៊ុនម៉ាណែតក៏មិនមែនជាបេក្ខភាពចូលឈ្មោះបោះឆ្នោតនោះទេដូច្នេះលោកហ៊ុនម៉ាណែតត្រូវទទួលខុសត្រូវចំពោះបញ្ហាទាំងនេះ
សាររបស់លោកហ៊ុនម៉ាណែតនៅពេលនេះទំនងជាចង់សម្ដៅទៅលើប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលកំពុងធ្វើយុទ្ធនាការផ្ការីកដោយអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនិងកងកម្លាំងប្រដាប់អាវុធរួមគ្នាទម្លាក់មេដឹកនាំកម្ពុជាសពថ្ងៃដើម្បីសង្គ្រោះប្រទេសជាតិឡើងវិញចាប់តាំងពីលោកហ៊ុនម៉ាណែតឡើងធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង1ឆ្នាំមកអ្នកខ្លំមើលសង្កេតឃើញថារដ្ឋាភិបាលរបស់លោកមិនបានដោះស្រាយបញ្ហាធំៗដែលកំពុងកើតមានទេដូចជាបញ្ហារំលោភសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យបញ្ហាអយុត្តិធម៌សង្គមបញ្ហាពលរដ្ឋអត់ការងារធ្វើបញ្ហាពលរដ្ឋជំពាក់បំណុលបញ្ហាកសិផលចុះថោកបញ្ហាបរណភាពទឹកដីនិងបញ្ហាអ ក្រិតកម្មឆបោកតាមអនឡាញជាដើមផ្ទុយទៅនឹងរដ្ឋាភិបាលរបស់លោកបែរជាបង្កើនការចាប់ខ្លួនមនុស្សតាមអំពើចិត្តជាង100នាក់ដាក់ពន្ធនាគារលើសពីនេះទៅទៀតអ្នកនយោបាយគណៈបកប្រឆាំងនិងអ្នករិះគន់មួយចំនួនត្រូវបានគេវាយដំនៅតាមដងផ្លូវនិងបាញ់សម្លាប់ដូចជាករណីលោកលឹមកិតយ៉ាមន្ត្រីបកប្រឆាំងនិងអ្នកខ្លំមើលសង្គមប្រមានថាប្រសិនបើរដ្ឋាភិបាលឪកូននៅគឺលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅតែមិនដោះស្រាយបញ្ហាទាំងនេះនោះរដ្ឋាភិបាលត្រកូលហ៊ុនប្រឈមនឹងពលរដ្ឋទម្លាក់ចេញពីអំណាចដោយមេដឹកនាំប្រទេសបង់ខ្លះដែរផងដែរ